ក្នុងនាមជាសត្វស្លាបមួយហ្វូងដែលរស់នៅក្នុងព្រៃធំរឿងដែលសំខាន់បំផុតគឺការស្ដាប់តាមការដឹកនាំរបស់អ្នកមានបទពិសោធន៍ព្រោះការសម្រេចចិត្តខុសតែមួយផ្លែតអាចបង្កឲ្យមានគ្រោះថ្នាក់ធំដែលយើងស្មានមិនដល់ថ្ងៃមួយព្រានព្រៃម្នាក់បានដើរដាក់លុបនៅក្នុងព្រៃជ្រៅបំផុតពេលឃើញកន្លែងសមស្របហើយគាត់ក៏បាចគ្រាប់ស្រូវជាច្រើនរាយប៉ាយពេញដីដើម្បីទាក់ទាញសត្វស្លាបគ្រាន់តែឃើញគ្រាប់ស្រូវទាំងនោះភ្លាមហ្វូងសេកក៏ប្រមូលគ្នាចុះសំកាំងតែមេហ្វូងដ៏ឆ្លៀសវៃបានហាមឃាត់ភ្លាមដោយនិយាយថាស្រូវមិនគួរណារាយប៉ាយនៅឆ្ងាយពីលំនៅឋានមនុស្សបែបនេះទេប៉ុន្តែសេកជាបរិវារមិនបានស្ដាប់តាមការប្រមានរបស់មេហ្វូងឡើយពួកគេគិតថាគ្រាប់ស្រូវទាំងនោះជាសំណាងហើយមិនយល់ពីគ្រោះថ្នាក់ដែលលាក់ខ្លួននៅក្រោមនោះទេហ្វូងសេកទាំងអស់ក៏នាំគ្នាចុះស៊ីគ្រាប់ស្រូវយ៉ាងលឿនបំផុតពួកគេមិនបានចាប់អារម្មណ៍ថាពួកគេបានដើរចូលទៅក្នុងអន្ទាក់ដែលបានរៀបចំយ៉ាងល្អិតល្អន់នោះទេរំពេចនោះយឺតពេលទៅហើយសេកទាំងអស់ក៏ត្រូវលុបសង្គ្រប់ជាប់ភាពលោភលន់មួយផ្លែតបាននាំពួកគេទៅកាន់គ្រោះថ្នាក់ដ៏ធំដែលពួកគេមិនអាចគេចផុតបានក្នុងគ្រាអាសន្ននោះមេហ្វូងក៏បានហោះចុះមកក្បែរហើយដាស់តឿនពួកគេម្ដងទៀតឥឡូវនេះគ្មានពេលស្ដាយក្រោយទេត្រូវរួមកម្លាំងគ្នាយើងត្រូវតែហើរបញ្ចុះឲ្យរបើកលុបនេះមេហ្វូងបានប្រាប់ដោយសង្កត់ធ្ងន់លើកនេះសេកទាំងអស់បានស្ដាប់បង្គាប់តាមមេហ្វូងភ្លាមដោយដឹងថានេះជាឱកាសចុងក្រោយរបស់ពួកគេក៏នាំគ្នារួមកម្លាំងហើរបើកលុបហើយហោះគេចខ្លួនទៅបាត់អស់ទៅតែតើត្រូវចំណាយលើការឈឺចាប់ប៉ុន្មានទើបពួកគេរៀនពីការគោរពតាមនេះជាមេរៀនថ្លៃបំផុតរឿងនេះបានបង្រៀនយើងថាភាពអាត្មានិយមនិងការរឹងទទឹងអាចនាំមកនូវគ្រោះថ្នាក់ភ្លាមតើអ្នកធ្លាប់ជួបស្ថានភាពដែលអ្នកមិនព្រមស្ដាប់ការណែនាំពីអ្នកមានបទពិសោធន៍ដែរឬទេយើងទាំងអស់គ្នាមានពេលខ្លះដែលយើងគិតថាយើងដឹងច្បាស់ជាងគេហើយបោះបង់ចោលការប្រមានតែជាធម្មតាការសម្រេចចិត្តដោយអារម្មណ៍រំភើបតែមួយផ្លែតតែងនាំមកនូវវិបត្តិសារីធំធេងមេរៀនពីសេកជាប់លុបគឺឲ្យយើងរៀនទទួលយកសេចក្តីណែនាំអ្នកដឹកនាំដែលល្អតែងមើលឃើញគ្រោះថ្នាក់ដែលយើងមិនបានចាប់អារម្មណ៍ព្រោះគាត់បានឆ្លងកាត់ច្រើនជាងយើងដូច្នេះសូមចងចាំថាការរួបរวมគ្នានៅក្រោមការដឹកនាំត្រឹមត្រូវគឺជាកម្លាំងដ៏ធំបំផុតរបស់យើងជួយចុច like វីដេអូនេះទុកមតិយោបល់របស់អ្នកថាតើអ្នកគិតយ៉ាងណាចំពោះរឿងនេះហើយជាវប៉ុស្តិ៍ដើម្បីទទួលបានរឿងអប់រំល្អៗទៀត